មានជនជាតិខ្មែរតិចណាស់ដែលស្គាល់ប្រទេសមួយនេះនិយាយទៅសូម្បីតែឮឈ្មោះក៏កម្រឮទៀតហើយមកនិយាយពីចម្ងាយពីប្រទេសខ្មែរវិញក៏រៀងឆ្ងាយដែរអញ្ចឹងបើទាំងអស់គ្នាអត់ទាន់ស្គាល់ទេប្រទេសមួយនេះមានឈ្មោះថាប្រទេសលីទុយអានីហើយវាជាប្រទេសទី1ដែលខ្ញុំបានស្គាល់មុនគេនៅប៉ែកអឺរ៉ុបហើយមកនិយាយពីប្រវត្តិប្រទេសនេះពីមុនគឺជាប្រទេសដែលធំជាងគេនៅប៉ែកអឺរ៉ុបប៉ុន្តែដោយសារការឈានពានពីសំណាក់រុស្ស៊ីទើបធ្វើឲ្យប្រទេសមួយនេះបាត់បង់ទឹកដីមួយភាគធំហើយប្រទេសមួយនេះមានព្រំដែនជាប់ប្រទេសប៉ូឡូញសប្តាហ៍ថ្ងៃហើយបើនិយាយទៅពេលដែលខ្ញុំមកដល់ចំពេលរដូវរងាធ្លាក់ព្រិលហើយអាកាសធាតុធំតដក10ជាងប៉ុន្តែមានអារម្មណ៍ថាត្រជាក់ដូចដក30ចឹងអ្នកទាំងអស់គ្នាហើយនៅទីនេះអ្វីដែលខ្ញុំស្រឡាញ់ជាងគឺការគោរពច្បាប់ចរាចរណ៍របស់ប្រទេសគេហ្មងជាពិសេសនៅពេលដែលយើងឆ្លងកាត់ផ្លូវគឺឡានត្រូវតែឈប់មិនថាឡានស្ថិតនៅក្នុងល្បឿនប៉ុណ្ណាគឺត្រូវតែឈប់ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់អ្នកថ្មើរជើងឆ្លងកាត់មុននេះជាអារម្មណ៍សុវត្ថិភាពមួយដែលខ្ញុំមាននៅក្នុងប្រទេសនេះហើយមកនិយាយពីប្រជាជនគេវិញគឺមានភាពរួសរាយរាក់ទាក់ដាក់យើងខ្លាំងមែនតើនិយាយទៅគេអត់មានប្រកាន់ថាឯងមកពីប្រទេសណាមានឬក្រគឺគេតែងតែស្វាគមន៍យើងអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំស្រឡាញ់ពីប្រទេសនេះហើយបើទាំងអស់គ្នាធ្លាប់មកលេងប្រទេសនេះឆ្មាជាឆ្ងល់ថាហេតុអីបានជាមានទង់ជាតិអ៊ុយក្រែននៅគ្រប់កន្លែងចឹងហើយមកប៉ារបស់ខ្ញុំក៏បានប្រាប់ខ្ញុំថាដោយសារតែប្រទេសមួយនេះមានការគ្រប់គ្រងទៅកាន់ប្រទេសអ៊ុយក្រែនពីព្រោះថាប្រសិនបើរុស្ស៊ីវាយអ៊ុយក្រែនឈ្នះចុងប្រទេសបន្ទាប់គឺប្រទេសមួយនេះហើយ